អនុវិទ្យាល័យមិត្តភាពខ្មែរជប៉ុនព្រះអិនកោសាមានទីតាំងស្ថិតនៅក្នុងវត្តព្រះអិនកោសាភូមិបឹងដុនប៉ាសង្កាត់ស្លក្រាមក្រុងសៀមរាបខេត្តសៀមរាបតាមបណ្ដោយផ្លូវខាងកើតស្ទឹងសៀមរាបដែលមានចម្ងាយប្រមាណ6គីឡូម៉ែត្រពីការិយាល័យអប់រំយុវជននិងកីឡាក្រុងនិង1.5គីឡូម៉ែត្រពីមន្ទីរអប់រំយុវជននិងកីឡាខេត្តគួររំលឹកផងដែរថាវិទ្យាល័យនេះបានចាប់កំណើតឡើងនៅក្នុងឆ្នាំ1984ដោយសពថ្ងៃនេះអនុវិទ្យាល័យព្រះអិនកោសាមានអគារសរុបចំនួន4ខ្នងស្មើនឹង19បន្ទប់ជំរាបសួរខ្ញុំបាទហងហ៊ុយអៀននាយកអនុវិទ្យាល័យមិត្តភាពខ្មែរជប៉ុនព្រះអិនកោសាហើយខ្ញុំចង់ជម្រាបជូនថាអនុវិទ្យាល័យព្រះអិនកោសានេះគឺមានការរីកចម្រើនឡើងនេះក៏ដោយសារមិនមែនតែខ្ញុំម្នាក់ឯងទេគឺមានជំនួយការនាយករងនាយការរងឲ្យលោកគ្រូអ្នកគ្រូទាំងអស់ហើយបូករួមផ្សំជាមួយការគ្រប់គ្រងរបស់សហគមន៍អញ្ចឹងហើយធ្វើឲ្យសាលារៀននេះមានភាពប្រែប្រួលជាលំដាប់ដែលជាក់ស្ដែងនៅក្នុងដំណើរការនៃការវិវត្តសាលានេះយើងបានអភិវឌ្ឍរហូតដល់រៀបចំថ្នាក់រៀនដល់ទៅ3បែបដែលទី1គឺយើងរៀនដំណើរការថ្នាក់រៀនទៅសេធម្មតាហើយទី2គឺយើងមានដាក់ slide តាមបន្ទប់ទី3គឺការរៀបចំថ្នាក់ចែកជានេះវាទាន់នឹងសម័យកាលបច្ចុប្បន្នហើយវាមានអត្ថប្រយោជន៍ហើយលោកគ្រូអ្នកគ្រូមុននឹងគាត់បរៀនថ្នាក់ចែកជានេះបាននេះគឺគ្រូ3នាក់ហ្នឹងគាត់ត្រូវធ្វើប្លង់មេរៀនរួមតែមួយហើយសិស្សពេលគាត់រៀនអញ្ចឹងយើងមានថ្នាក់មេ1ថ្នាក់រង2ដែលក្នុងនោះឲ្យសិស្សទទួលបានផលប្រយោជន៍រៀនជាមួយគ្រូ3នាក់នៅលើមុខវិជ្ជាតែមួយអញ្ចឹងឧទាហរណ៍ថាមុខវិជ្ជាគណិតចេះគាត់រៀនជាមួយគ្រូដល់តែ3នាក់អញ្ចឹងបើគង់តែគាត់រៀនគ្រូណាមួយមិនយល់ក្នុង3នាក់គង់តែគាត់យល់មួយហើយនេះជាសារៈសំខាន់នៃការរៀបចំថ្នាក់ចែកជានេះអញ្ចឹងមួយទៀតយើងក៏បានរៀបជា QR code សម្រាប់ផ្ដល់ព័ត៌មានរហ័សជូនអាណាព្យាបាលដែលយើងមានបិទនៅកណ្ដាលគៀនខាងមុខហ្នឹងគឺបើគាត់ចង់ឧទាហរណ៍ថាបើគាត់ចង់ផ្ទេរការសិក្សាគាត់គ្រាន់តែ scan QR code ទៅគាត់ដឹងថាតើមកផ្ទេរការសិក្សាចេញឬការសិក្សាចូលហ្នឹងតើមានភ្ជាប់អីខ្លះហើយដូចពាក្យចូលរៀនក៏ដោយគ្រាន់តែ scan QR code ទៅវាចែកអានោះនេះជាចំណុចដែលសាលានវានុវត្តន៍របស់អង្គភាពដែលយើងបានដាក់ចេញហើយបានរៀបចំរួចពីការស្រាវជ្រាវហើយបន្តនោះទៀតទាក់ទងនឹងការអភិវឌ្ឍផ្សេងៗហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសាលារៀននេះក៏ស្អាតដោយមានការគ្រប់គ្រងខ្លាំងពីអាជ្ញាធរហើយនិងសហគមន៍យើងទាំងមូលជំរាបសួរនាងខ្ញុំឈ្មោះញឹកណារីតំណាងមេដាបេដាសិស្សរបស់ខុនសំណាងដែលបានមករៀននៅសាលាព្រះអិនកោសានេះដែលខ្ញុំមានចំណាប់អារម្មណ៍សើដល់អ្នកគ្រូដែលគាត់ប្រឹងបង្រៀនកូនខ្ញុំបានល្អខ្ញុំគៀងកសហគមន៍មកជួយសាលានឹងបន្តទៅទៀតដែលមានចិត្តហ្នឹងតែចង់មកហ្នឹងគឺអញ្ចឹងឯងខ្ញុំជាគណៈកម្មការគ្រប់គ្រងសាលាអនុវិទ្យាល័យព្រះអិនកោសានេះខ្ញុំមានមោទនភាពរីករាយខ្លាំងណាស់ហើយសាលារៀននេះគឺមួយថ្ងៃទៅមួយថ្ងៃគឺមានសោភ័ណភាពគឺស្អាតណាស់ដោយសារការរៀបចំយកទៅដាក់ជំរាបសួរនាងខ្ញុំឈ្មោះសួនសុភ័ក្រដែលជាគ្រូបង្រៀនភាសាខ្មែរនៅអនុវិទ្យាល័យមិត្តភាពខ្មែរជប៉ុនព្រះអិនកោសាខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងនៅពេលដែលខ្ញុំបានបំពេញកិច្ចការងារនៅក្នុងអនុវិទ្យាល័យមិត្តភាពខ្មែរជប៉ុនព្រះអិនកោសានេះជំរាបសួរនេះខ្ញុំឈ្មោះឡៅឆាម៉ានីកាជាសិស្សរៀននៅថ្នាក់ទី9ខនៃអនុវិទ្យាល័យមិត្តភាពខ្មែរជប៉ុនព្រះអិនកោសាពួកខ្ញុំពិតជាមានភាពសប្បាយរីករាយណាស់ដែលបានរៀននៅសាលានេះព្រោះទទួលបានការយកចិត្តទុកដាក់យ៉ាងល្អពីលោកគ្រូអ្នកគ្រូហើយសិស្សានុសិស្សនៅទីនេះមានវិន័យល្អមានបរិស្ថានស្អាតបរិយាកាសល្អនិងមានដើមឈើជាម្លប់ធំៗនិងមានកៅអីសម្រាប់ឲ្យខ្ញុំអង្គុយរៀននៅពេលចេញសម្រាកបានហើយអនុវិទ្យាល័យនេះមានចក្រវិស័យនិងបេសកកម្មច្បាស់លាស់ចំណែកបរិវេណសាលារៀននេះវិញមានទីធ្លាធំទូលាយដោយភ្ជាប់មកជាមួយអាហារដ្ឋាននៅផ្នែកខាងក្រោយមានរោងនិងតុកៅអីជាច្រើនសម្រាប់ឲ្យសិស្សានុសិស្សអង្គុយញ៉ាំអាហារបានយ៉ាងងាយស្រួលហើយតូបអាហារនីមួយៗស្អាតប្រកបដោយអនាម័យផងដែរនិងមានចំណតធំទូលាយសម្រាប់កូនសិស្សនិងអ្នកគ្រូលោកគ្រូផងដែរជាមួយគ្នានេះដែរសាលាបានលើកទឹកចិត្តឲ្យសិស្សចេះអនាម័យល្អជាពិសេសជំរុញឲ្យមានការប្រើប្រាស់ទឹកស្អាតនិងកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកផងដែរ